បាទបងប្អូនទាំងអស់គ្នាបាទដុសជ្រងស្អាតល្អបងប្អូនហើយបាទក្តារសាច់ខ្នែងវិញយើងមើលទៅពីរជួរនេះមួយជួរអាងកបនេះមួយជួរបាទបដោះមួយជួរទៀតនឹងណែនប៉ែតែម្ដងបាទចំធំកញ្ចុំធំបាទហៅថាប្រភេទក្តារសាច់កញ្ចុំស្អាតមុំបាទអីខ្លះទេបាទខ្ញុំពិនិត្យមើលទៅគឺមានសុទ្ធតែក្តារសាច់បាទថតជូនបងប្អូនទស្សនានេះគឺយើងបានមុនទេបាទបានមុនទេហ្នឹងហើយបងប្អូនអរគ្នាបាទអស់តោះហើយបាទចាំមើលខ្ញុំពិនិត្យមើលតើមានអីស្អាតថតជូនបងប្អូនទស្សនាអត់បាទនេះបងប្អូនណាបាទនេះចេះតែសំបងប្អូនអើយបាទសំយូរច្រើនក្រែលដែរបាទបងប្អូនខ្លះគាត់សុំនឹងចែកខ្លះអីខ្លះចឹងទៅបាទបងប្អូនខ្លះគាត់សុំចែកបងប្អូនចឹងទៅគាត់ស្រឡាញ់ដែរបាទចឹងទៅចេះតែចែកឲ្យគាត់ខ្លះទៅបាទនេះបងប្អូនក្តារសាច់ប្រភេទកញ្ចុំបាទដោះអត់សូវពេញហ្មងនេះប៉ុន្តែនឹងឲ្យជ្រងស្អាតនេះបាទមានចុងខ្នែងបត់ខ្ទាស់ចូលគ្នាទៀតបាទដូចកញ្ញាំចឹងបាទមួយនេះបាទដោះនៅលើហើយបាទទូចបាទល្មមបតោង2នេះក៏មិនអន់ដែរបាទនេះប្រភេទកញ្ចុំហើយមាននេះដោះនេះបងប្អូននេះដោះរៀងជាប់យើងមើលអត់សូវច្បាស់អត់ដឹងថាស្អាតទេប៉ុន្តែស្អាតណាបាទមួយអង្គនេះហោងតិចបាទឃើញទេឃើញហោងធ្លុះតិចទេភេទកញ្ចុំបាទនេះតើយើងឆាប់បន្លាចេញតិចខាតទៅស្អាតទៅលេងមុតដៃហើយលេងមុតយើងយកទៅពាក់អីលេងមុតហ่ะបាទស្អាតទូចហើយនេះបងប្អូនបាទភេទក្តារសាច់ហើយខាងលើនេះគឺប្រភេទខ្វាក់បាទអត់មានភ្នែកបាទអត់ភ្នែកទេមានតែវ័នខាងការពារបាទនេះខាងរ៉ូស៊ីមួយនេះល្អបាទល្អខ្ញុំថាយកធ្វើជាបតោងទុកពាក់បាទវ័នងាយជួបដែរបាទនេះបងប្អូនបាទទូចបាទនេះដល់នេះដោះចិត្តដល់ថ្នាំងលើបាទទូចតែខ្លួនទេបាទនេះស្អាតបងប្អូននេះរៀងត្រូវបន្តិចបាទដោះពេញល្អដាសាច់ពេញហ្មងបាទស្អាតនេះឃើញរៀងទំនងទៅពេទ្យកដាញ់ចុងឲ្យលក្ខណៈចឹងបងប្អូនកាត់ថតជូនបងប្អូនមើលលេងនេះបាទឃើញខ្ញុំថាអូជុលហើយបាទជុលដល់ពិសេសបាទតេងមកមែនណាបាទយើងមើលយើងអាចថាជុលដែរមិនគ្រាន់តែអត់មានដុសខ្នែងបាទអត់មានដុសខ្នែងបាញ់បាទអត់មានដុសខ្នែងបាញ់ទេដោយបងប្អូនឃើញស្រាប់គឺលក្ខណៈចឹងហើយបាទនងទៀតបងប្អូនអរគ្នាស្អាតទេនេះប្រភេទស្របកញ្ចុំស្របនេះមានចុងបន្លាឆ្កិលមួយទូចល្មមស្អាតបាទដោះស្អាតល្អនេះបងប្អូនបាទស្អាតទេបាទកលនេះក៏ស្អាតដែរនេះអូបន្លាដោះឡងស្រួចឆ្លេមមកក្តារសាច់នេះប្រភេទសង្វាបាទសង្វាបាទមាននៅប្រភេទពិសីនេះពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជាឫស្សីនេះបងប្អូនបាទណាជាក់ស្ដែងបងប្អូនមើលតាមហ្នឹងបងប្អូននេះគឺចុងនប់បាទចុងនប់ហ្នឹងរៀងកាច់ចូលមកក្នុងបាទកាច់ចូលមកក្នុងប៉ុន្តែគ្រាន់ថាមិនចាក់ក្នុងអីណាទេគ្រាន់តែកាច់ប៉ះជាមួយនឹងដើមបាទដើមខ្លួនឯងបាទហើយប្រភេទនេះយើងមើលទៅដូច
ជាប្លែកហ្នឹងហើយធម្មជាតិប្លែកម្យ៉ាងដែរពុកម៉ែបងប្អូនបាទក៏ថតជូនបងប្អូនទស្សនាទៅបាទយើងមើលលក្ខណៈកដាសាច់បន្តិចអីបន្តិចបាទបញ្ជាក់ស្ដែងទុកឲ្យបងប្អូនហ្នឹងហើយខមមិននៅក្នុងវីដេអូនៅខាងក្រោមវីដេអូចុះបាទហ្នឹងហើយប្លែកណាក៏ថតជូនពុកម៉ែបងប្អូនទស្សនាបន្តិចទៅបាទឃើញទេពុកម៉ែបងប្អូនចំណុចតែកងុកបាទងុកចឹងពុកម៉ែបងប្អូនបាទហើយនេះវិញគឺជាប្រភេទឫស្សីកដាសាច់បាទកដាសាច់ណាកដាសាច់ភេទញីទេគ្រាន់តែអូសទេបាទនេះគឺសង្វាបាទលក្ខណៈកដាសាច់ហ្នឹងមានសង្វានេះសង្វាតេងមកដល់លើនេះបាទនេះតេងទម្លាក់ចុះក្រោមចេះមកបាទហើយកដាសាច់នេះបាទប៉ក់នេះបាទភេទញីបាទចឹងបានពីរហ្នឹងពុកម៉ែបងប្អូនបាទថតបង្ហាញជូនពុកម៉ែបងប្អូនទស្សនាបាទពីរនេះមើលទៅស្អាតបាទលក្ខណៈបុកដែរមិនគ្រាន់ថាមិនបុកចូលអីខ្លាំងអីទេគ្រាន់តែចុងកាច់ចូលបាទចុងកាច់ចូលតែប៉ុណ្ណឹងបាទប្រហែលជាប៉ះជាមួយនឹងដើមខ្ញុំពិនិត្យមើលទៅវាអត់បុកខ្លាំងអីណាទេនេះស្អាតបាទចឹងបានពីរនេះធម្មជាតិប្លែកបាទថតជូនពុកម៉ែបងប្អូនទស្សនាបាទហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនណាបាទជម្រាបលាបាទជួបគ្នាវីដេអូក្រោយបន្តទៀតបាទបាយបា